ចានាងខ្ញុំឈ្មោះឈឿជាយេមកពីភូមិព្រៃយាងឃុំក្រៃរុនស្រុកពោធិ៍ខេត្តសៀមរាបនាងខ្ញុំទៅតែបញ្ចប់ថ្នាក់ទី12ថ្មីហើយមានបំណងចង់រៀនតនិងស្វែងរកការងារធ្វើផងនាងខ្ញុំណែឈ្មោះតើងតាម៉ែមកពីភូមិគូធ្នងភូមិចាយឈូស្រុកអង្គជុំខេត្តសៀមរាបខ្ញុំទៅថៃរយៈពេល3ឆ្នាំទៅធ្វើសំណង់នៅស្រុកថៃខ្ញុំយល់ថាការវិពលការងារនេះល្អសម្រាប់ប្រជាជននៅតាមភូមិនេះចេះងាយស្រួលក្នុងការស្វែងរកការងារក៏ដូចជានាងខ្ញុំទៅដែលអត់មានការងារធ្វើចេះអាចមកដាក់ពាក្យភ្លាមសម្ភារភ្លាមជាពិសេសមានក្រុមហ៊ុនចូលរួមជាច្រើនដែលអាចងាយស្រួលក្នុងការយើងដាក់ពាក្យដូចជាតាមត្រូវជំនាញរបស់យើងខាងរោងចក្រខាងសំណង់អីផ្សេងៗគឺខាងក្រុមហ៊ុនគាត់រាក់ទាក់ហើយរកការងារឲ្យធ្វើចំពោះការងារគឺនាងខ្ញុំបានដាក់ឈ្មោះធ្វើការនៅក្រុមហ៊ុនពេញហួតហើយខ្ញុំបានសិភាក្នុងក្រុមហ៊ុនយ៉ាសាគីហើយលទ្ធផលខាងក្រុមហ៊ុនគេនឹងតាក់ទងមកតាមក្រោយព្រោះឲ្យពួកគាត់អាចរកការងារឲ្យនាងខ្ញុំឬក៏បងប្អូនដែលគាត់មានចំណាប់អារម្មណ៍ក្នុងការរកការងារបងខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងដែលចេញធ្វើការនៅស្រុកក្រៅទាំងអស់ត្រឡប់មកក្នុងប្រទេសយើងវិញដោយសារប្រទេសយើងក៏មានក្រុមហ៊ុនជាច្រើនដែរសម្រាប់ធ្វើការនៅក្នុងស្រុកយើងងាយស្រួលដើម្បីអភិវឌ្ឍប្រទេសយើងមិនបាច់ចេញទៅស្រុកក្រៅនាងខ្ញុំសូមជំនុំពរដល់ក្រសួងការងារឲ្យនៅតែបន្តធ្វើការតាំងពីពើដើម្បីឲ្យប្រជាជនរបស់យើងមានការងារធ្វើគ្រប់គ្នាដោយមិនបាច់ចេញទៅធ្វើការនៅស្រុកក្រៅនាងខ្ញុំអរគុណដល់ក្រសួងការងារដែលបានរៀបចំកម្មវិធីពិព័រណ៍ការងារឲ្យពលករផ្សេងបានធ្វើគ្រប់គ្នាបើសិនជាបងប្អូនអត់ទាន់មានការងារធ្វើទេអាចខលទៅលេខ12កំពើរបស់ក្រសួងការងារដែលខាងក្រុមការងារនឹងស្វែងរកការងារជូនបងប្អូនធ្វើគ្រប់គ្នា